រឿងសារដែលមកពីអ្នកស្លាប់ភាគទី1សារចុងក្រោយនៅម៉ោង 12:03 យប់មួយភ្លៀងធ្លាក់ខ្លាំងគឺតារាកំពុងអង្គុយកែវីដេអូនៅក្នុងបន្ទប់ជួលតូចមួយនៅភ្នំពេញម៉ោង 7:12 យប់ទូរស័ព្ទរបស់គេរំពេចឡើងជាសារ Messenger ពីមិត្តចាស់ឈ្មោះខូវិចិត្របញ្ហាគឺវិចិត្របានស្លាប់កាលពី3 ខែមុនក្នុងគ្រោះថ្នាក់ឡានបុកនៅផ្លូវជាតិលេខ 4 តារាចាប់ទូរស័ព្ទឡើងដៃញ័រសារនោះសរសេរថាតារាកុំបើកទ្វារបន្ទប់វានៅខាងក្រៅភ្លាមនោះសំឡេងគោះទ្វារតុកតុកតុកតារាស្ទើរតែទម្លាក់ទូរស័ព្ទគេគិតថាមានអ្នកលេងសើចប៉ុន្តែពេលបើក Profile Messenger មើល Account នោះពិតជារបស់វិចិត្រមានរូបចាស់មានចែកចាស់គ្រប់យ៉ាងស្រាប់តែសារមួយទៀតផ្ញើមកកុំឆ្លើយតបអ្នកខាងក្រៅទោះវាហៅឈ្មោះឯងក៏ដោយសំឡេងគោះទ្វារកាន់តែខ្លាំងតារាបើកទ្វារបន្តិចខ្ញុំសុខាវវាជាសំឡេងមិត្តរួមការងាររបស់គេពិតតារាដើរយឺតទៅមើលតាមរន្ធទ្វារប៉ុន្តែអ្វីដែលគេឃើញធ្វើឲ្យឈាមត្រជាក់ទាំងខ្លួនសុខាវឈរនៅខាងក្រៅប៉ុន្តែក្បាលរបស់នាងបង្វិលខុសធម្មតាហើយភ្នែកស្ទើរគ្មានកូនភ្នែកនាងញឹមយឺតតារាវិចិត្រមិនចង់ឲ្យឯងរស់ទេភ្លាមនោះទូរស័ព្ទរំពេចម្ដងទៀតវាមិនមែនសុខាទេតារាស្រែកហើយថយក្រោយតែភ្លាមភ្លើងក្នុងបន្ទប់ដាច់ងឹតសូនមានតែពន្លឺពីទូរស័ព្ទនិងសារថ្មីមួយចុងក្រោយវាចូលទៅក្នុងបន្ទប់បានហើយសំឡេងដង្ហើមត្រជាក់ឮពីក្រោយខ្នងរបស់តារាឯងមើលឃើញខ្ញុំហើយមែនទេភាគទី2អ្នកដែលមិនគួរតែរស់តារាឈររឹងខ្លួននៅកណ្ដាលបន្ទប់ងឹតសំឡេងដង្ហើមត្រជាក់នៅពីក្រោយខ្នងគេកាន់តែជិតគេប្រមូលស្មារតីរត់ទៅបើកភ្លើងប៉ុន្តែភ្លឺភ្លេចពន្លឺភ្លើងត្រឡប់មកវិញភ្លាមបន្ទប់ស្ងាត់គ្មាននរណាម្នាក់នៅពីក្រោយគេឡើយតារាដកដង្ហើមធំហើយមើលទូរស័ព្ទ Messenger នៅតែបើកមានសារថ្មីពីវិចិត្រវាកំពុងលេងជាមួយឯងកុំជឿអ្វីដែលភ្នែកឃើញតារាចាប់ផ្ដើមភ័យខ្លាចពិតប្រាកដគេសម្រេចចិត្តខលទៅលេខរបស់វិចិត្រតែអ្វីដែលធ្វើឲ្យគេរន្ធត់គឺមានអ្នកលើកអាឡូសំឡេងស្រាលខ្សោយដូចមនុស្សនៅក្រោមទឹកតារាស្ទើរឈប់ដកដង្ហើមវិចិត្រឯងមិនទាន់ស្លាប់មែនទេសំឡេងនៅខាងនោះសាច់តិចខ្ញុំស្លាប់ហើយតែមានម្នាក់ទៀតដែលមិនគួរតែរស់ភ្លាមនោះខលដាច់ស្រាប់តែមាន notification មួយចូល video file cam 1203 M4 តារាចុចបើកដោយដៃញ័រក្នុងវីដេអូវាជាកាមេរ៉ាសុវត្ថិភាពយប់ដែលវិចិត្រស្លាប់ឡានបុកយ៉ាងខ្លាំងឈាមពេញផ្លូវប៉ុន្តែអ្វីដែលគួរឲ្យខ្លាចគឺមុនពេលវិចិត្រស្លាប់គេបានចង្អុលទៅមនុស្សម្នាក់ដែលឈរក្បែរផ្លូវមនុស្សនោះគឺតារាមិនអាចទេតារានិយាយទាំងញ័រគេចាំបានថាយប់នោះខ្លួននៅផ្ទះតែស្រាប់តែសារមួយទៀតចូលមកឯងពិតជាមិនចាំមែនទេភ្លាមនោះតារាឈឺក្បាលខ្លាំងរូបភាពចាស់ចាប់ផ្ដើមត្រឡប់មកវិញយប់នោះគេនិងវិចិត្របានឆ្លោះគ្នាខ្លាំងក្នុងឡានវិចិត្រដឹងអាថ៌កំបាំងមួយរបស់តារាអាថ៌កំបាំងដែលអាចបំផ្លាញជីវិតគេបានហើយតារាបានទាញចង្កូតឡានដោយកំហឹងពុកតារាស្រែកហើយទម្លាក់ទូរស័ព្ទគេជាអ្នកធ្វើឲ្យវិចិត្រស្លាប់ស្រាប់តែធ្វើក្នុងបន្ទប់បើកដោយខ្លួនឯងអេក្រង់ស្ខ្មៅរំញ័រហើយបន្តិចក្រោយរូបវិចិត្រលេចឡើងលើអេក្រង់មុខពោពេញដោយឈាមភ្នែកបែកម្ខាងហើយនិយាយយឺតថាឥឡូវដល់វេនឯងហើយភាគទី3 Final Ending សារចុងក្រោយធាវនៅក្នុងបន្ទប់បន្តរំញ័រឈឺងឹតរូបវិចិត្រលើអេក្រង់កាន់តែជិតមុខគេពោពេញដោយឈាមហើយសំឡេងសោកនិយាយម្ដងទៀតតារាឯងគេចមិនផុតទេតារាភ័យស្ទើរឆ្កួតគេចាប់សោរត់ចេញពីបន្ទប់ទាំងមិនគិតអ្វីទៀតតែពេលចុះដល់ជាន់ក្រោមអាគារទាំងមូលស្ងាត់ចម្លែកគ្មានអ្នកយាម
គ្មានសំឡេងឡានសំបីតែភ្លៀងក៏បាត់តារាដកទូរស័ព្ទមើលម៉ោង 12:03 am វាជាម៉ោងដដែលតែវិចិត្រស្លាប់ស្រាប់តែទូរស័ព្ទរំពេចឡើងម្ដងទៀតទៅកន្លែងដែលខ្ញុំស្លាប់អេក្រង់បង្ហាញ location មួយនៅផ្លូវជាតិលេខ 4 តារាមិនចង់ទៅទេប៉ុន្តែដូចមានអ្វីមួយបញ្ជាគេ30នាទីក្រោយគេមកដល់កន្លែងគ្រោះថ្នាក់ចាស់ផ្លូវងឹតមានតែភ្លើងបង្គោលភ្លឺស្រអាប់ហើយនៅកណ្ដាលផ្លូវមានបុរសម្នាក់ឈរក្នុងក្រោយតារាស្គាល់ភ្លាមវិចិត្រខ្យល់ត្រជាក់បក់ខ្លាំងបុរសនោះបង្វិលក្បាលយឺតមុខខូចខាតដូចសាកសពថ្ងៃគ្រោះថ្នាក់ហេតុអីឯងសម្លាប់ខ្ញុំតារាយំហើយលុតជង្គង់ខ្ញុំមិនចង់សម្លាប់ឯងទេខ្ញុំខឹងខ្ញុំភ័យវិចិត្រដើរជិតមកបន្តិចប៉ុន្តែឯងមិនដែលសារភាពភ្លាមនោះសំឡេងឡានមួយបន្លឺពីក្រោយតារាពឹងភ្លើងឡានបាញ់ចំភ្នែកគេតារាងាកក្រោយហើយឃើញឡានដឹកទំនិញបើកមកល្បឿនលឿនគេចង់រត់តែជើងមិនអាចកម្រើកបានវិចិត្រញញឹមស្រាលឥឡូវឯងយល់អារម្មណ៍ខ្ញុំហើយគេពុកសំឡេងដែកប៉ះសាច់ឈាមលាន់ពេញផ្លូវព្រឹកថ្ងៃបន្ទាប់ប៉ូលីសរកឃើញសាកសពតារានៅកន្លែងដែលវិចិត្រស្លាប់កាលពី3ខែមុនក្នុងដៃរបស់គេនៅតែកាន់ទូរស័ព្ទជាប់អេក្រង់ទូរស័ព្ទបង្ហាញសារចុងក្រោយមួយពី account របស់វឺតារាគូផ្ញើទៅមិត្តភ័ក្តិទាំងអស់កុំបើកទ្វារវានៅខាងក្រៅចប់